សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកនិយាយអំពីបញ្ហាមាសឡើងថ្លៃមួយរយៈចុងក្រោយនេះយើងឃើញថាមាសវាឡើងថ្លៃមែនទែនហើយមានមនុស្សច្រើនណាស់បានទទួលប្រយោជន៍អំពីការឡើងថ្លៃរបស់មាសហ្នឹងដោយសារតែគាត់បានទិញមាសក្នុងតម្លៃមួយដែលធូរថ្លៃហើយគាត់ក៏បានលក់វិញចំណេញច្រើនទាក់ទងជាមួយនឹងមាសឡើងថ្លៃហ្នឹងអញ្ចឹងក៏មានមនុស្សច្រើនដែលគាត់បានសប្បាយរីករាយអបអរសាទរជាមួយនឹងបញ្ហាមាសឡើងថ្លៃស្របពេលនេះសម្រាប់ខ្ញុំខ្លួនឯងគឺមានការបារម្ភទាក់ទងជាមួយនឹងបញ្ហាមាសឡើងថ្លៃបារម្ភយ៉ាងម៉េចមាសឡើងថ្លៃហើយហេតុអីបារម្ភទៀតអ្នកនរគ្នាអាចមើលត្រឡប់ក្រោយទៅវិញគឺទាក់ទងជាមួយនឹងបញ្ហាសេដ្ឋកិច្ចបញ្ហានយោបាយសកលនៅពេលដែលមានបញ្ហាមាសឡើងថ្លៃកើតឡើងទី1បើសិនជាមាសឡើងថ្លៃសូមបញ្ជាក់ឃើញថាចលនានៃការទិញមាសវាឈានទៅដល់ចលនាមួយលែងមានការប្រើប្រាស់សាច់ប្រាក់គឺជាចលនាមួយដែលទិញមាសទុកទី2នៅពេលដែលមាសឡើងថ្លៃកប់អ្នកនរគ្នាគឺជាសញ្ញាមួយបញ្ជាក់ច្បាស់ថាពិភពលោកនេះខិតទៅចិត្តកាន់តែចិត្តមែនទែននៅសង្គ្រាមលោកលើកទី3គឺជាសង្គ្រាមលក្ខណៈសកលបើសិនជាសង្គ្រាមរវាងប្រទេសមួយមហាអំណាចមួយមាសអត់សូវឡើងថ្លៃណាស់ប៉ុន្តែនៅពេលដែលយើងមើលឃើញថាមានសញ្ញាមាសឡើងថ្លៃកប់សង្គ្រាមលោកកាន់តែមកចិត្តលោកអ្នកហើយអញ្ចឹងគឺជារឿងមួយដែលយើងគួរតែមានការព្រួយបារម្ភផងដែរយើងស្របពេលដែលយើងសប្បាយរីករាយជាមួយនឹងអាការដែលយើងលក់មាសបានថ្លៃហ្នឹងកុំភ្លេចព្រួយបារម្ភផងតាក់ទងជាមួយនឹងបញ្ហាមាសឡើងថ្លៃដែលវាជាការឡើងថ្លៃមួយមិនឈប់មិនឈរដែលជាការឡើងថ្លៃមួយមិនឈប់មិនឈរណាដែលយើងមានការបារម្ភមែនតើតាក់ទងជាមួយបញ្ហាហ្នឹងហើយខ្ញុំគិតថាបើសិនជាមាសនៅបន្តឡើងថ្លៃជាងទៀតពិបាកក្នុងការគ្រប់គ្រងប្រព័ន្ធសេដ្ឋកិច្ចក៏ដូចជានយោបាយសកលហ្នឹងណាដែលយើងមើលឃើញថាសប្តាហ៍ថ្ងៃនេះមហាអំណាចធំជាពិសេសគឺអាមេរិកហើយនិងចិនរុស្ស៊ីកំពុងតែប្រជែងអំណាចគ្នាទៅតាមតំបន់រៀងៗខ្លួនសំខាន់មែនតើហើយយើងគិតថាវាជាតលហីកមួយជាចលករមួយទាញសង្គ្រាមពិភពលោកអាចកើតឡើងហើយអង្គការសង្គ្រាមពិភពលោកក៏គេបានទាញទនិចនីលការមកគៀកជាមួយនឹងហានិភ័យសង្គ្រាមមែនតើគេកាន់តែមានការបារម្ភខ្លាំងមែនតើដោយសារគាត់ធ្វើការវិភាគថាសង្គ្រាមលោកលើកទី3វាកាន់តែមានអតិភិបក្នុងការកើតឡើងនឹងវាកាន់តែខ្លាំងតែដែលជាការព្រួយបារម្ភរបស់អង្គការសង្គ្រាមពិភពលោកហ្នឹងគឺគាត់មានការបារម្ភមែនតើសរុបពេលឥឡូវនេះសហរដ្ឋអាមេរិកក៏មានការគម្រាមកំហែងទៅប្រទេសផ្សេងក៏ដូចជាធ្វើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចផ្សេងហ្នឹងវាគឺជាសញ្ញានៃសង្គ្រាមត្រជាក់ដែលមុនពេលដែលកើតសង្គ្រាមទៅពីវត្តកើតឡើងនេះគឺជាបញ្ហាមួយដែលយើងត្រូវគិតពិចារណាមែនតើហើយអាចត្រៀមខ្លួនរៀបចំខ្លួនរៀងខ្លួនក្នុងការរក្សាទ្រព្យសម្បត្តិក៏ដូចជាសាច់ប្រាក់របៀបណានៅពេលដែលមានសង្គ្រាមកើតឡើងយើងមើលអត់ឃើញថាសង្គ្រាមនោះវារាលដាលដល់យើងឬក៏យ៉ាងណាទេហើយនៅពេលដែលមានសង្គ្រាមកើតឡើងតើប្រទេសយើងនឹងវាទៅជាយ៉ាងណាយើងមើលអត់ឃើញទេអញ្ចឹងអ្វីដែលសំខាន់គឺយើងត្រូវត្រៀមចិត្តត្រៀមកាយឲ្យបានគ្រប់គ្នាតកតងជាមួយនឹងបញ្ហាអសន្តិសុខសកលនេះដែលយើងមើលឃើញថាវាហាក់ដូចជាផុយស្រួយមែនតើដែលយើងគួរតែត្រេះរិះពិចារណាទាំងអស់គ្នា